ឯកឧត្តមវត្តចម្រើនអះអាងថាការស្វែងយល់អំពីសារធាតុពើកម្លាំងដល់កីឡាករវ័យក្មេងគឺជារឿងសំខាន់ភ្នំពេញឯកឧត្តមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថាការផ្សព្វផ្សាយបញ្ជ្រាបនៅចំណេះដឹងអំពីសារធាតុញៀននិងសារធាតុពើកម្លាំងដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡាដែលភាសាបច្ចេកទេសហៅថាសារធាតុដូប៉ាដល់កីឡាករកីឡាការិនីវ័យក្មេងពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជាការអប់រំផ្សព្វផ្សាយដែលបានផ្ដល់ចំណេះដឹងដល់អត្តពលិកជម្រើសជាតិព្រមទាំងមន្ត្រីសហព័ន្ធដើម្បីយល់ដឹងកាន់តែច្បាស់ថាអ្វីទៅហៅថាជាសារធាតុញៀននិងពើកម្លាំងដែលជាបម្រាមហាមឃាត់របស់អង្គការវ៉ាដានៃពិភពលោកឯកឧត្តមវត្តចម្រើនបានបញ្ជាក់ក្នុងសិក្ខាសាលាស្ដីពីការធ្វើតេស្តក្នុងព្រឹត្តិការណ៍កីឡាប្រកួតអន្តរជាតិដល់អត្តពលជាអនិច្ចជនរបស់ទីភ្នាក់ងារប្រឆាំងសារធាតុដូប៉ាកម្ពុជានៅអគារគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជានាព្រឹកថ្ងៃទី29ខែកញ្ញាឆ្នាំ2025ព្រឹកនេះគឺទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាដែលយើងហៅថាកាដាដែលបានត្រូវបង្កើតឡើងពេញសិទ្ធិនិងពេញច្បាប់នៅក្នុងអង្គការគេហៅទីភ្នាក់ងារវ៉ាដាប្រឆាំងដូប៉ាពិភពលោករួចហើយដោយការខិតខំប្រឹងប្រែងចង្អុលបង្ហាញនិងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យហងជួនរណបនយោរដ្ឋមន្ត្រីសួងអប់រំយុវជនកីឡាគឺបានជំរុញនិងបានរៀបចំឲ្យមានទីភ្នាក់ងារនេះឡើងប្រកបដោយឆន្ទៈនៅក្នុងការគោរពអនុសញ្ញាអន្តរជាតិស្ដីពីការប្រឆាំងដូប៉ានេះអញ្ចឹងកម្ពុជារបស់យើងគឺបានទទួលគេហៅថាជាប្រទេសដែល compliant នៅក្នុងការប្រយុទ្ធប្រឆាំងដូប៉ានេះគឺប្រឆាំងសារធាតុលើកកម្លាំងខុសនឹងគោលការណ៍អន្តរជាតិនេះអញ្ចឹងរឿងនេះគឺជារឿងថ្មីមួយប៉ុន្តែវាជារឿងសំខាន់សម្រាប់ការអប់រំការផ្សព្វផ្សាយនិងការផ្ដល់នៅចំណេះដឹងដល់គ្រប់កីឡាករកីឡាការិនីទាំងអស់មិនថាតែកីឡាករកីឡាការិនីជម្រើសជាតិទេទាំងមិនជម្រើសជាតិទាំងមន្ត្រីពាក់ព័ន្ធទាំងប្រជាពលរដ្ឋទាំងអស់ក៏ត្រូវយល់ដឹងអំពីការប្រយុទ្ធប្រឆាំងនឹងការមិនប្រើប្រាស់នៅសារធាតុញៀនឬសារធាតុលើកម្លាំងទាំងអស់នឹងដែរអញ្ចឹងអ្វីដែលថ្ងៃនេះយើងធ្វើគឺយើងធ្វើសម្រាប់កីឡាករកីឡាការិនីវ័យក្មេងរបស់យើងដែលនឹងត្រូវចេញទៅប្រកួតកីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែនដែលនឹងត្រូវចេញទៅនៅក្នុងពេលឆាប់នេះហើយជាក្នុងថ្ងៃទី18 19 20ជាបន្តបន្ទាប់តែនៅក្នុងខែតុលានេះហើយដែលជាកម្មវិធីការប្រកួតដែលយើងកម្ពុជាយើងក៏ត្រូវទៅទទួលយកទង់ដើម្បីត្រឡប់មកធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីបារ៉ែននៅឆ្នាំ2029អ្វីដែលយើងធ្វើលើកនេះគឺបងប្អូនដែលជាកីឡាករកីឡាការិនីវ័យក្មេងគឺគាត់ត្រូវតែយល់ដឹងអំពីតើស្អីទៅការហាមឃាត់ឬក៏ស្អីទៅដែលគាត់ត្រូវប្រើប្រាស់អរិយាប័ត្រនិងធ្វើការចូលរួមជាមួយនឹងទីភ្នាក់ងារប្រឆាំងដូពីងពិភពលោកដែលគេនឹងធ្វើការផ្ទាល់នៅពេលប្រកួតអញ្ចឹងនៅពេលប្រកួតនៅពេលដែលចូលទៅដល់កន្លែងទីលានទៅដល់កន្លែងស្នាក់នៅគេនឹងចាប់កីឡាករមួយចំនួនដើម្បីធ្វើតេស្តហើយបើយើងមានអារម្មណ៍ភ័យខ្លាចឬក៏អារម្មណ៍មិនដឹងមុនអំពីអ្វីដែលខ្លួនយើងនេះទេយើងអាចមានការយល់ច្រឡំហើយភ័យខ្លាចអញ្ចឹងគេធ្វើការបើកវគ្គនេះដើម្បីអប់រំមួយទៀតគឺការធ្វើតេស្តនៅពេលដែលយើងបានមេដាយណាព្រោះកម្រិតការប្រកួតកម្រិតអាស៊ីវាជាកម្រិតមួយដែលគេមានលក្ខណៈគោរពយ៉ាងម៉ឺងម៉ាត់ទៅលើគោលការណ៍ fair play និងគោលការណ៍លេងដោយយុត្តិធម៌ឬក៏គេហៅថាគោលការណ៍កីឡាស្អាតស្អំគេហៅ clean sport នេះគឺជាគោលការណ៍សំខាន់របស់ចលនាអូឡ িম্প ពិកដែលត្រូវគ្រប់គ្រងនឹងការដឹកនាំអនុវត្តដោយអង្គការភ្នាក់ងារប្រឆាំងដូប៉ាពិភពលោកអញ្ចឹងឥឡូវនេះអង្គការភ្នាក់ងារប្រឆាំងដូប៉ាប្រចាំប្រទេសរបស់យើងគេហៅថាកាដានេះគាត់មកធ្វើការអប់រំណាទៅលើចំណុចសំខាន់លម្អិតណាទៅលើអ្វីដែលគាត់ជាកាតព្វកិច្ចរបស់កីឡាករកីឡាការិនីវ័យក្មេងរបស់យើងត្រូវតែយល់ដឹងហើយត្រូវចូលរួមអនុវត្តឲ្យបានប្រសិទ្ធភាពព្រោះវាពាក់ព័ន្ធទៅនឹងកិត្តិយសរបស់កីឡាករកិត្តិយសរបស់ជាតិពាក់ព័ន្ធទៅនឹងការដាក់ទោសទណ្ឌទាំងកីឡាករខ្លួនឯងទាំងវិស័យកីឡាហ្នឹងក៏ដូចជាទៅដល់កិត្តិយសរបស់ជាតិផងដែរអ
ចឹងរឿងនេះគឺជារឿងដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាធ្វើណារួមគ្នាទទួលខុសត្រូវនៅក្នុងការចែករំលែកនៅចំណេះដឹងទាំងអស់នេះណាហើយបន្តបន្ទាប់ទៀតពី3ថ្ងៃទៀតយើងនឹងធ្វើការរៀបចំនៅសិក្ខាសាលាផ្ដល់ឲ្យគាត់នៅការរៀបចំខ្លួនដើម្បីត្រៀមទៅប្រកួតនោះបន្ថែមទៀតប៉ុន្តែព្រឹកនេះគឺយើងសកត់ធ្ងន់ទៅលើតែរឿងប្រឆាំងទៅនឹងសារធាតុដូប៉ានេះទេ